បំពេញកងត្រាស្នេហ៍បានតែបំពេញឈ្មោះចូលទៅក្នុងកងត្រាបេះដូងទៅមកចូលកងត្រារហូតសន្យាថែគ្នាមួយជីវិតស៊ីញេកងត្រាស្នេហ៍និរន្តរ៍សូមផ្ដិតមេដៃមុនប្រគល់ស្នេហ៍ពិតទៅបេះដូងហ៊ានដាក់ទុនវិនិយោគមួយជីវិតការខ្ញុំក៏បញ្ញាអូយណែនាងឯងខ្វាក់ភ្នែកទេហ៎ដើរដូចជាមនុស្សគ្មានវិញ្ញាណហើយដើរមកបុកយើងមិនសំបីតែសុំទោសយើងនាងឯងឆាប់សុំទោសយើងភ្លាមមកស្អីគេនាងឯងមានឋានៈត្រឹមតែជាកញ្ចេះគេនឹងគិតស្អីចង់ឲ្យយើងសុំទោសនាងនោះនាងដេកសម័យតាឥឡូវនាងឯងនិយាយពាក្យសុំទោសយើងឬក៏មិនសុំទោសហ៎មនុស្សអន់ថោកដូចជានាងឯងយើងមិនថោកទៅនិយាយពាក្យនឹងជាមួយនឹងនាងឯងនោះទេបានល្អណាស់នាងមិននិយាយបានល្អណាស់នាងថ្លៃថ្នូរអើយនាងតៃតៃម៉ណែហើយម៉ណែមកឆាប់មកជួយចាត់ការនាងនេះទៅនាងនេះចង់ដណ្ដើមលើកលើចេញពីអ្នកនាងធីរីហើយចង់មកវាយតាប់យើងទៀតផងចាប់វាជាប់ណាស្ងៀមយើងនៅបដៅនេះអូយយ៉ាងស្រីយ៉ាងរៃនាងហ៊ានតែយើងផងហ៎ត្រូវហើយបានជាងព្រមជប់ឯកសាររបស់យើងទៅផ្ទះមុខនាងឯងចាត់ទុកថាវាសំណាងពេកផងយើងគ្មានថ្ងៃឲ្យដៃកខ្វក់របស់យើងប៉ះស្រេចកញ្ចក់ដូចជាពួកនាងឯងទេស្រួលមិនស្រួលមិនដែលទាំងលៀងដៃផងគិតចង់មកប៉ះសាច់យើងហ៎គួរឲ្យខ្ពើមរ៉ាំណាថ្ងៃក្រោយកុំចង់មកខ្លាំងជាមួយយើងទៀតអសោះពួកនាងឯងនេះស្គាល់យើងតិចហើយគ្មានថ្ងៃយកឈ្នះយើងបានទេព្រោះនាងឯងនេះត្រឹមតែជាកញ្ចក់មរៀនដែលជាវាយនាងឯងអាចអូក្បាលប្រាគ្រប់យ៉ាងហើយចាំទុកក្នុងខួរក្បាលនេះផងតែកុំចង់ខ្លាំងជាមួយយើងអើយវាចំមកយើងអស់ហើយនេះដឹងដូចដើមមកអត់ទេអូយពាក្យសម្ដីដែលនាងនិយាយអាចជាការពិតដែរទេដែលគាត់នឹងបបង់ខ្ញុំក្នុងថ្ងៃណាមួយនោះមិនអាចទេមិនអាចជាដាច់ខាតមិនអាចឡើយខ្ញុំមិនមែនត្រឹមតែជាប្រពន្ធខ្លាំងនោះទេខ្ញុំជាប្រពន្ធរបស់គាត់ខ្ញុំជាប្រពន្ធរបស់គាត់ដែលរៀបចំពិធីរៀបការត្រឹមត្រូវណាស់វានឹងមិនដូចពាក្យរបស់នាងនិយាយឡើយគាត់គ្មានថ្ងៃបបង់ខ្ញុំដល់ងាយទេហើយហេតុអីក៏ខ្ញុំមានអារម្មណ៍ពិបាកក្នុងខ្លួនបែបនេះហើយមិនក៏ខ្ញុំចេះតែគិតដល់គេបែបនេះអញ្ចឹងអត់ទេស្រស់នេះឯងកំពុងតែគិតឈួតស្អីហ្នឹងហេតុអីក៏ឯងមានអារម្មណ៍ចង់ខ្លាចជាប្រពន្ធរបស់គេទាំងដែលពីមុនមកឯងស្អប់គេខ្លាំងណាស់មិនចង់តែឃើញមុខរបស់គេផងមិនក៏ពេលនេះឯងមានអារម្មណ៍ឈួតអីបែបនេះទៅលើគេចង់នៅក្បែរគេមានអារម្មណ៍ថាអបសុខពេលមិនបាននៅក្បែរគេឬមួយនេះជាអារម្មណ៍ស្រឡាញ់គេឬមួយក៏ឯងកំពុងតែស្រឡាញ់គេហើយមែនទេមិនអាចទេគ្មានថ្ងៃអាចខ្លាចទៅជាបែបហ្នឹងទេឯងឈប់ឈួតទៀតទៅឈប់គិតពីគេទៀតទៅបានហើយឲ្យដឹងផងទៅថារាល់ថ្ងៃនេះឯងស្ថិតនៅក្នុងឋានៈអីមានទូនាទីជាអ្វីទឹកក្រែជាមួយខ្ញុំណាខ្ញុំចង់នាំនាងទៅកន្លែងមួយលោកចង់នាំខ្ញុំទៅណាកុំតន់អាសួរអីនាងតាមខ្ញុំទៅបន្តិចទៀតនាងគង់តែដឹងហើយ
កល្យានថ្ងៃនេះបងមានរឿងសំខាន់ចង់និយាយប្រាប់អូនបងចង់ណែនាំនារីដែលនៅក្បែរបងនេះប្រាប់ទៅកាន់អូននារីដែលឈរក្បែរបងនេះគឺជានារីម្នាក់ដែលមានសមត្ថភាពក្នុងការមើលថែកូនចាស់ស្មីនយើងបានយ៉ាងល្អហើយនាងក៏ជាមនុស្សស្រីតែម្នាក់ដែលល្អស័ក្តិសមនឹងបងចង់មើលថែនាងបងចង់បាននាងមកនៅក្បែរបងអស់មួយជីវិតនេះលោកកំពុងតែនិយាយពីអីហ្នឹងគឺបងមានចិត្តលើអូនបងមានអារម្មណ៍ថាស្រឡាញ់អូនហើយទាំងដែលពីដំបូងបងក៏មិនយល់ចិត្តខ្លួនឯងតែបងដឹងត្រឹមតែថាបងតែងតែប្រច័ណ្ឌនឹងអូនពេលដែលឃើញអូននៅជាមួយអ្នកផ្សេងបងមានអារម្មណ៍ថាបងអបសោកពេលដែលគ្មានអូននៅក្បែរហើយបងមានអារម្មណ៍ថាសប្បាយចិត្តពេលដែលបានអូននៅក្បែរបងទោះបីជាយើងតែងតែឆ្លោះគ្នាគ្រប់ពេលក៏ដោយបងធ្លាប់និយាយថាបងមិនដែលស្រឡាញ់អូនឡើយប៉ុន្តែបងមិនអាចហាមបេះដូងខ្លួនឯងបានមិនឲ្យស្រឡាញ់អូនទេបងមិនដឹងថាចាប់ផ្ដើមស្រឡាញ់អូនតាំងពីពេលណាតែពេលនេះបងចង់ប្រាប់ថាបងស្រឡាញ់អូនណាស់ហើយក៏សង្ឃឹមថាអូនក៏មានអារម្មណ៍ដូចជាបងដែរតែពួកយើងទាំងពីរអ្នកត្រឹមតែជាប្តីប្រពន្ធខ្លាំងៗទេណាខ្ញុំមានទូនាទីជាប្រពន្ធខ្លាំងៗរបស់លោកតែប៉ុណ្ណោះតែពេលនេះបងមិនបានទុកអូនជាប្រពន្ធខ្លាំងៗរបស់បងនោះទេគឺបងចាត់ទុកអូនជាប្រពន្ធដែលបងស្រឡាញ់ហើយស្រឡាញ់ពេញបេះដូងទៀតផងអូនព្រមធ្វើជាម្ដាយកូនពេញសិទ្ធិរបស់បងដែរទេព្រមទេព្រមឲ្យបរិះម្នាក់នេះដែលឈរនៅចំពោះមុខអូននេះធ្វើជាអ្នកតាមថែអូនអស់មួយជីវិតដែរទេនេះអូនអ៊ីននឹងបងមែនទេស្រស់ឈប់សិនចាំបងផងហេតុអីក៏អូនអ៊ីនយ៉ាងនេះហ៎ត្រូវហើយហេតុអីលោកត្រូវមកចាប់ខ្ញុំទៅវិញនេះមកពីអូនគេងបាយក្នុងដាក់បងធ្វើអីបងគ្រាន់តែចង់មើលមុខអូនតាហេតុអីទៅខ្ញុំមិនមែនជាប្រពន្ធលោកឯណាចាំបាច់អីដែលខ្ញុំត្រូវឲ្យលោកមើលមុខខ្ញុំទៅវិញនោះមើលលែងខ្ញុំទៅមើលលែងខ្ញុំប្រាប់ថាលែងខ្ញុំណាឆាប់លែងខ្ញុំទៅលែងខ្ញុំទៅខ្ញុំប្រាប់ថាលោកលែងខ្ញុំណាមិនលែងទេអូនធ្វើអីបងឲ្យបងលែងធ្វើអីនេះលោកចង់ធ្វើអីខ្ញុំណាចង់ធ្វើអីខ្ញុំលែងខ្ញុំទៅបងចង់និយាយពាក្យមួយទៅកាន់អូនសង្ឃឹមថាអូននឹងស្ដាប់បងលោកនិយាយទៅមាត់បានតាហេតុអីក៏ចាំបាច់នៅចិត្តខ្ញុំធ្វើអីបងចង់មើលថែអូនអស់មួយជីវិតរបស់បងរហូតទៅបានហើយលោកក៏បាននិយាយពាក្យលេងសើចជាមួយនឹងខ្ញុំនិងលោកគ្មានទំនាក់ទំនងអីនឹងគ្នាដល់ថ្នាក់នេះទេលោកគ្រាន់តែចូលខ្ញុំក្នុងនាមខ្ញុំជាអ្នកមើលថែចាស់ស្មីនតែប៉ុណ្ណោះក្រៅពីហ្នឹងគឺខ្ញុំមិនដែលគិតអីឡើយអូនមិនដែលគិតតែបងនេះគិតណាស់ហើយបងនេះចង់ឲ្យវាបន្តរហូតទៅគ្មានថ្ងៃបញ្ចប់ឡើយបងសន្យាថានឹងមើលថែអូនអស់មួយជីវិតពេលនេះបងទើបតែដឹងថាខ្លួនឯងពិតជាមិនអាចខ្វះអូនបានអារម្មណ៍នេះមិនដែលមានឡើយពេលដែលអូនចូលក្នុងជីវិតបងគ្រប់យ៉ាងក៏បានផ្លាស់ប្ដូរទាំងអស់មិនថាអារម្មណ៍ទាំងបេះដូងអូនជាមនុស្សតាមម្នាក់គត់ដែលបងចង់មើលថែណាខ្ញុំមិនមែនជានារីល្អម្នាក់ទេមិនមែនជានារីល្អម្នាក់សម្រាប់លោកទេណាខ្ញុំមិនស័ក្តិសមជាមួយនឹងលោកទេ
មនុស្សស្រីដែលមានប្រវត្តិមិនល្អលោកមិនចាំបាច់មើលខ្ញុំទេមនុស្សដូចខ្ញុំនេះមិនអាចធ្វើឲ្យជីវិតរបស់លោកមានសុភមង្គលបានទេបងមិនមែនរស់នៅក្នុងអតីតកាលរបស់អូនទេណាហើយបងមិនខ្វល់ពីអ្វីទាំងអស់ថាអូនជាមនុស្សយ៉ាងណាពេលនេះបងមិនចាប់អារម្មណ៍ជាមួយអ្នកណាទាំងអស់បងចង់នៅជាមួយបច្ចុប្បន្នរបស់អូនខ្ញុំមិនអាចទេខ្ញុំមិនអាចស័ក្តិសមជាមួយនឹងលោកទេមនុស្សជុំវិញខ្លួនគេមិនពេញចិត្តជាមួយនឹងខ្ញុំទេអូនជាគ្រាប់ពេជ្រក្នុងជីវិតបងអូនអាចធ្វើឲ្យគ្រប់យ៉ាងរបស់បងផ្លាស់ប្ដូរទាំងអស់សន្យានឹងបងបានទេថានឹងព្រមទទួលយកអ្វីដែលបងនិយាយបងមិនអាចទៅណាឆ្ងាយពីអូនបានទេលោកមិនចាំបាច់មកប្រាប់ខ្ញុំទេណាពេលនេះជីវិតរបស់ខ្ញុំកំពុងតែមានទុក្ខខ្ញុំមិនទាន់ចង់គិតពីរឿងអីទេព្រោះថាជីវិតរបស់ខ្ញុំពេលនេះខ្ញុំកំពុងឯកាខ្លាំងណាស់លោកមិនគួរណាមកយកចិត្តទុកដាក់ជាមួយនឹងខ្ញុំឡើយលោកដកចិត្តពីខ្ញុំវិញទៅណាល្អជាងបងមិនអាចដកចិត្តពីអូនបានទេព្រោះបេះដូងបងមួយនេះបានប្រាប់ខ្លួនឯងហើយថាគ្មានអ្នកណាអាចមកជំនួសអូនបានឡើយព្រោះអូនជាមនុស្សតែម្នាក់ដែលឆក់យកបេះដូងរបស់បងទៅដូច្នេះហើយគ្មាននរណាម្នាក់មកជំនួសអូនបានទេមិនថាអូនត្រូវឯកាអស់មួយជីវិតក៏បងនេះត្រូវស្ម័គ្រចិត្តនៅក្បែរអូនគ្រប់ពេលដែរបងនឹងជាអ្នកផ្ដល់ភាពកក់ក្ដៅឲ្យដល់ជីវិតអូនកុំភ្លេចមុខចេញពីបងបានទេមើលមុខបងឲ្យចំមកព្រោះនេះជាមនុស្សតែម្នាក់ដែលបានឆក់យកបេះដូងរបស់ខ្ញុំទៅដូច្នេះហើយក៏គ្មានអ្នកណាមកជំនួសនាងបានដែរព្រោះពេលនេះបងដឹងថាជីវិតបងមិនអាចខ្វះមនុស្សស្រីម្នាក់នេះបានបងហ៊ានយកជីវិតមកធានាណាខ្ញុំគ្មានតម្លៃអីស័ក្តិសមនឹងត្រូវលោកម្លាក់បងទេអត់ទេអូនជាមនុស្សដែលពោពេញតែដោយតម្លៃដែលបងនេះត្រូវការមិនថាអូនអាចការយ៉ាងណាក៏បងធ្វើជាដើមឈើធ្វើជាម្លប់សម្រាប់អូនរហូតបងទេបងពេញឈ្មោះចូលទៅក្នុងកងត្រាបេះដូងទៅមកចូលកងត្រារហូតសន្យាថែគ្នាមួយជីវិតអ្នកណាគេនឹងគ្មានការងារធ្វើអីទេទាំងព្រឹកតែមកគេមិនទាន់ឆ្អែតផងរំខានមែនអាឡូអញជាអ្នកណានឹងអញគ្មានខួតទេតែមករំខានគេទាំងព្រឹកហ្នឹងបើមានការអីចាំនិយាយគ្នានៅពេលក្រោយអ្នកនាងនៅចាំពួកខ្ញុំបានទេនេះពួកអញជាអ្នកណាខ្ញុំជាកូនចៅរបស់នាងដែលបញ្ជាឲ្យខ្ញុំចាំមនុស្សប្រហែលថ្ងៃមុននោះអីមិនចាំឬក៏ធ្វើភ្លេចហើយពួកអញនេះត្រូវការអីបានជាទេមករកយើងអញ្ចឹងយើងប្រាប់ពួកអញហាញតាខ្ញុំត្រូវការលុយជាបន្ទាន់ពួកខ្ញុំមិនអាចលាក់ខ្លួនដោយគ្មានអ្វីទាំងអស់នោះទេនេះយើងមិនទាន់តបាក់ភ្នែកផងពួកអញចង់មកទាលុយអញ្ចឹងហ៎ចង់លើកមុននោះក្រែងយើងឲ្យលុយពួកអញប្រហែលដងហើយប៉ុន្តែពេលនេះលុយទាំងអស់នោះបានចាយអស់បាត់ហើយអ្នកនាងបានសន្យាជាមួយនឹងពួកខ្ញុំឲ្យពួកខ្ញុំលាក់ខ្លួនរួចហើយអ្នកនាងផ្ដល់លុយឲ្យខ្ញុំមែនទេប៉ុន្តែអ្នកនាងមិនបានធ្វើតាមសន្យាទេពួកអពហិននេះពួកអញចង់មកស្ដីយើងផងហ៎យើងឲ្យលុយអញច្រើនប្រលឹងហើយនេះពួកអញនៅមិនហ៊ានទាយើងថែមទៀតទេកុំប្រាប់ណាថាទេមករកយើងនេះក៏ព្រោះតែចង់ឲ្យយើងបកគលលុយតែឲ្យអញទៀតនោះគ្មានផ្លេចចដាច់ខាតកុំសង្ឃឹមអីសោះកុំប្រាប់ពេលនេះជាមួយខ្ញុំណាអ្នកនាងកាលពីដំបូងអ្នកនាងប្រាប់ខ្ញុំហាញ់តាថាពេលដែលសម្រេចកិច្ចការរួចរាល់ថានឹងឲ្យលុយខ្ញុំបន្ថែមនោះចុះពួកឯងមានបានសម្រេចតាមអ្វីដែលយើងប្រាប់ឲ្យធ្វើទេឯងបណ្ដាយឲ្យពួកវារត់រួចទាំងអស់គ្នាបរាជ័យគ្រប់យ៉ាងទាំងអស់មិនថាប្រមាណលើកប្រមាណសារក៏ដោយនៅមានមាត់ចង់មកទាលុយថែមទៀតទេដឹងទេថាយើងចំណាយពេលនឹងលុយអស់ជាច្រើនទៅលើពួកឯងតម្រាំទៅចាប់ពួកវាបានតែឯងនេះបើជាធ្វើឲ្យពួកវារត់រួចអ្នកនាងចង់បន្ទោសពួកខ្ញុំចឹងតែរឿងនេះពួកខ្ញុំបានប្រឹងអស់ពីលទ្ធភាពហើយការងារពួកខ្ញុំបានធ្វើគ្រប់យ៉ាងហេតុអីបានជាអ្នកនាងបែរជាមកបន្ទោសពួកខ្ញុំទៅវិញនេះអ្នកនាងគិតថាលើកក្រោយពួកខ្ញុំធ្វើការឲ្យអ្នកនាងទៀតមែនទេបិទមាត់ទៅពួកអាចមសៀតនេះខ្ញុំនិយាយជាលើកទី2ហើយក៏ជាលើកចុងក្រោយដែរបើអ្នកនាងមិនព្រមឲ្យលុយខ្ញុំតាមអ្វីដែលអ្នកនាងបាននិយាយទេ
រឿងគ្រប់យ៉ាងប្រកាសជាលះមិនចិត្តឡើយខ្ញុំនឹងធ្វើឲ្យអ្នកនាងធ្លាក់នៅក្នុងស្ថានភាពបែបនេះម្ដងណែពួកឯងគ្មានសិទ្ធអីមកគំរាមយើងទេគ្មានសិទ្ធដាច់ខាតអ្នកនាងស្ដាប់ឲ្យច្បាស់ណាស់ខ្ញុំទុកពេលឲ្យអ្នកនាងជាលើកចុងក្រោយបើសិនជាអ្នកនាងមិនព្រមប្រគល់លុយឲ្យខ្ញុំទេរឿងដែលធម្មតាប្រកាសជាខ្លាចជារឿងមិនធម្មតាបើហ៊ានទៅសារលបងលេងល្បែងជាមួយនឹងពួកយើងអ្នកនាងប្រកាសជាមានបញ្ហាយើពួកអាចង្រៃបាត់ទៅណាអញ្ចេះមិនក៏ងើបឡើងមិនឃើញអញ្ចឹងនេះលោកងើបតាំងពីព្រឹកព្រលឹមផងអីត្រូវហើយមានរឿងអីចម្លែកមែនទេចាំបាច់ធ្វើបែបនេះធ្វើអីទេខ្ញុំអាចចុះទៅញ៉ាំនៅខាងក្រោមបានតាមិនចាំបាច់ធ្វើដល់ថ្នាក់នេះទេអាហារពិសេសខ្ញុំបានរៀបចំសម្រាប់នាងអាចញ៉ាំឥឡូវបានទេអត់ទេទឹកងូតទឹកសិនទើបអាចញ៉ាំបានមិនអញ្ចឹងនេះជាទម្លាប់របស់មនុស្សគ្រប់រូបគេមិនឲ្យធ្វើបែបនេះមុនពេលញ៉ាំអាហារទេណាអញ្ចឹងផងអីក៏បានមិនឲ្យញ៉ាំក៏បានដែរតែឥឡូវនេះសុំហាត់ក្លិនបន្តិចបានទេនៅយូរដូចជាគោពោះដល់ហើយទ្រាំមិនបានទេកុំអើអីរៀបចំខ្លួនឲ្យរួចរាល់សិនទៅណាក៏មិនទាន់ហួសពេលដែរអត់ទេចង់ញ៉ាំឥឡូវហ្នឹងគ្រាន់តែងើបមិនទាន់បានប៉ុន្មានផងក៏ឃ្លានបាត់ទៅហើយតិចលោធាត់ទៅចាំបើខ្ញុំធាត់លោកណានៅចង់បានខ្ញុំនៅរវល់ជាមួយនឹងខ្ញុំទៀតទេឬមួយក៏ចង់បបង់ខ្ញុំចោលថៃបាននិយាយអញ្ចឹងសំណប់ចិនទោះខ្លាចជាអ្វីក៏ដោយក៏ខ្ញុំនៅតែស្រឡាញ់នាងដែរចង់ឲ្យនាងនៅជាមួយខ្ញុំនឹងចាស់ស្មីនជារៀងរហូតមិនថាពេលណាក៏ដោយពួកយើងនឹងទៅដើរលេងនៅកន្លែងឆ្ងាយមួយហើយងើបពីព្រឹកព្រលឹមដូចពេលនេះអញ្ចឹងក្តីសុខតិចតិចជាមួយនឹងមនុស្សដែលស្រឡាញ់ពេញបេះដូងបើបានអញ្ចឹងមែនសុខចិត្តបន្តកងត្រាមួយនេះអស់មួយជីវិតគឺជាកងត្រាស្នេហ៍ជារៀងរហូតត្រូវហើយនាងត្រូវតែបន្តកិច្ចសន្យាមួយនេះជារៀងរហូតមិនអាចទៅណាបានទេពួកយើងត្រូវនៅជាមួយគ្នាកាន់ដៃគ្នាញញឹមដាក់គ្នាពេលងើបពីគេងរាល់ព្រឹកហើយមានអ្នកយកអាហារមកឲ្យយើងពេលនោះពេលព្រឹកឡើងសួរពាក្យមួយឆ្លើយតាមត្រង់បានទេក្នុងចិត្តនាងស្រឡាញ់មនុស្សបានណាស់ដែរហើយនឹងសម័យចង់បានជាដៃគូក្នុងជីវិតនោះឲ្យឆ្លើយតាមអារម្មណ៍ពេលនេះត្រូវទេមិនហើយគឺមនុស្សប្រុសម្នាក់នោះមានមាឌធំសង្ហាសម្បុរសខ្ពស់ថ្ពាល់ខូចទាំងសងខាងពីធម្មជាតិមាត់រឹងចូលចិត្តធ្វើឲ្យខ្ញុំខឹងគឺគាត់ជាក្រាស់ក្នុងចិត្តខ្ញុំម្នាក់ដែរអ្នកណាទៅនោះគឺប្រុសខូចជាតារាសម្ដែងយកគេម្នាក់នោះជាតារាសម្ដែងមកប្រៀបធៀបជាមួយនឹងខ្ញុំមិននឹងដូចគ្នាខឹងហើយអូហូយកុំធ្វើខឹងអញ្ចឹងមើលមិនឲ្យខឹងយ៉ាងម៉េចទៅគេនឹងខ្ញុំខុសគ្នាឆ្ងាយយ៉ាងណាមិនដឹងទេបានជាយកខ្ញុំទៅប្រៀបធៀបជាមួយនឹងគេមិនដូចលោកទេលោកគឺជាលោកនៅរបស់ខ្ញុំលោកនៅដែលពូកែលួងចិត្តខ្ញុំនៅពេលដែលខ្ញុំពិបាកចិត្តនោះអីកុំនិយាយអញ្ចឹងណាមិនអីទេមិនខឹងក៏បានដែរសំខាន់សុំរបស់មួយសិនបានទេស្អីទៅគឺណែមិនបានទេពេលវេលាគឺមិនទាន់មកដល់បានហើយឆាប់ទៅងូតទឹកទៅនឹងអាចបានញ៉ាំអាហារពេលព្រឹកជុំគ្នាកុំនៅយូរពេកណាព្រោះថាខ្ញុំពេញយ៉ាងទៅធ្វើការផងបានតែបងពេញឈ្មោះចូលទៅក្នុងកងត្រាបេះដូង
ខ្ញុំសូមចូលរួមសោកស្ដាយផងណាចំពោះរឿងលោកជីរបស់នាងខ្ញុំបានលើដំណឹងនេះខ្ញុំអាណិតអ្នកនាងខ្លាំងណាស់គ្រាន់តែលើបែបនេះខ្ញុំអាណិតអ្នកនាងស្ទើរតែខ្លោចចិត្តទៅហើយចោះតម្រាំអ្នកនាងផ្ទាល់វិញនោះមិនដឹងថាមានអារម្មណ៍ឈឺចាប់និងសោកស្ដាយប៉ុណ្ណានោះទេអូហូយដៃខ្ញុំហូយដៃខ្ញុំឈឺខ្លាំងណាស់បងណាដៃខ្ញុំឈឺខ្លាំងណាស់លោកធានលោកដេនបានខ្ញុំមានការរវល់លោកដេនជួយមើលខុសត្រូវធីរីជំនួសខ្ញុំផងណាបាទលោកធានបងណាដៃខ្ញុំចំអស់ហើយនេះធីរីនៅជាមួយលោកដេនចុះណាខ្ញុំមានការរវល់លោកដេនជួយចាត់ចែងនាំធីរីទៅមន្ទីរពេទ្យផងបាទលោកធានបងណាអ្នកនាងមានបញ្ហាទេមានឈឺត្រង់ណាទេខ្ញុំអាចជួយអ្នកនាងបានអត់បាទអ្នកនាងត្រូវការឲ្យខ្ញុំជួយខ្ញុំអាចជួយអ្នកនាងទៅមន្ទីរពេទ្យបានណាណែលោកចេះសួរអីផ្លែកហ៎មិនបាច់ជួយមិនបាច់ស្អីទេខ្ញុំមិនត្រូវការស្អីទាំងអស់គួរឲ្យធន់មែនចង់តាណាទៅចេញពីមុខខ្ញុំទៅហេតុអីក៏ទៅជាបែបនេះទៅវិញបងណាមិនដែលធ្វើបែបនេះដាក់ខ្ញុំទេហេតុអីពេលនេះបងណាហ៊ានចំអកឲ្យខ្ញុំនៅចំពោះមុខស្រីសម្រាប់នោះទៅវិញតានាងមានស្អីអត់ចាស់ទេប្រាប់ខ្ញុំមកតាមមើលទៅបងណាគ្មានថ្ងៃនេះត្រឡប់មករកខ្ញុំវិញទេព្រោះពេលនេះគ្រប់យ៉ាងមិនអាចទាញឲ្យថយក្រោយបានឡើយមានតែទៅមុខប៉ុណ្ណោះខ្ញុំមិនអាចឲ្យបងណាធ្វើបែបនេះចំពោះមុខខ្ញុំទៀតទេបើខ្ញុំមិនបានបងណាអ្នកផ្សេងក៏មិនបានដូចគ្នាដែរបេះដូងហ៊ានដាក់ទុននឹងមិនបញ្ចប់ត្រឹមនេះឡើយទោះបីជាបងស្រឡាញ់ស្រីម្នាក់នោះឬមួយក៏គ្រាន់តែលួចលាក់ក៏ដោយក៏នាងមិនអាចរួមរស់ជាមួយនឹងបងបានដែរខ្ញុំនឹងធ្វើព្យុះភ្លៀងឲ្យអ្នកទាំងពីរមិនអាចរស់នៅបានសុខជាងខ្ញុំដាច់ខាតបើគ្រាន់តែទុកខ្ញុំចោលបងមិនឃើញតម្លៃខ្ញុំក៏ដោយតែបើបងធ្វើបែបនេះដើម្បីឲ្យនឹងស្រស់មើលស្រស់លើខ្ញុំភ្លើងដែលឆេះក្នុងបេះដូងខ្ញុំនេះគ្មានថ្ងៃនឹងឈប់បានឡើយគំនុំនឹងមិនបញ្ចប់ត្រឹមនេះទេខ្ញុំនឹងព្យាបាទមនុស្សដែលដណ្ដើមក្តីស្រឡាញ់ចេញពីខ្ញុំអាឡូពេលនេះនាងនៅណាមានការអីមែនទេខ្ញុំចង់ជួបនាងជាបន្ទាន់តើនាងនៅណាអាយ៉ានៅសុកអារម្មណ៍នាងល្អដល់ហើយណនឹកឃើញយ៉ាងម៉េចបានជារកខ្ញុំនឹងខ្ញុំចង់ឲ្យនាងរួមដៃគ្នាជាមួយនឹងខ្ញុំក្នុងរឿងនេះដើម្បីធ្វើយ៉ាងណាឲ្យបងនិលបាច់ចេញពីនាងស្រស់តើនាងចង់ដឹងទេថាពេលនេះគេមានសុភមង្គលជាងយើងប៉ុណ្ណានេះយើងអាចទ្រាំនៅមើលពួកគេរស់នៅបានសុខដែរហ៎ណែបើសិនខ្ញុំជានាងវិញណាខ្ញុំមិនឲ្យនាងស្រស់នោះវារស់នៅបានសុខនោះទេចាប់ពេលនេះនាងស្រស់នៅលោកនិលនោះចាំមិនហើយពេលនេះពួកគេកំពុងតែដើរលើផ្លូវមួយដែលមិនខ្វល់ពីអ្នកណាទាំងអស់ព្រោះថាបើសិនជាមាននាងស្រស់បងនិលមិនព្រមមើលឃើញអ្នកណាទាំងអស់យើងគឺត្រូវតែរួមដៃគ្នាទាំងពីរនាក់ដើម្បីធ្វើឲ្យបងណាបែកពីនាងស្រស់ក៏បាននាងចង់និយាយពីអីខ្ញុំនឹងស្ដាប់នាងសិនពួកយើងមិនដឹងថាត្រូវដើរជាមួយគ្នាឬមួយក៏យ៉ាងម៉េចនោះទេបន្តិចទៀតខ្ញុំនឹងផ្ញើទីតាំងឲ្យអ្នកនាងហើយនាងក៏ប្រហែលមិនទាន់ភ្លេចផែនការដែលយើងបាននិយាយគ្នាទេណាខ្ញុំនឹងនៅចាំនាង
អូនស្រស់នេះអូនស្រស់កើតអីហ្នឹងមិនក៏ស្ងប់ស្ងាត់យ៉ាងនេះនេះអូនឃើញនឹងបងមិនទេនេះអូនប្រច័ណ្ឌបងងក់ងល់ដាក់បងពេលឃើញបងនៅជាមួយស្រីផ្សេងមិនទេបានចេះគេចមកពីបងបែបនេះរហូតអញ្ចឹងមិនបានខឹងទេក៏មិនបានប្រច័ណ្ឌដែរបងថាមុខនេះប្រកាន់ជាប្រច័ណ្ឌនឹងបងមើលទៅមុខអូនឡើងក្រហមហើយនឹងបើមិនអៀនបងទេអូនបែរមុខមកសម្លឹងបងបន្តិចមកខ្ញុំមិនមើលមុខបងទេបានទេក៏មិននិយាយសាំតប៉ែជាមួយនឹងខ្ញុំទៀតខ្ញុំត្រូវការធ្វើការងារគ្មានពេលមកអត់ប្រយោជន៍ជាមួយនឹងបងទេអូនមិនបាច់ភ័យទេណាអូនជាជំនួយការផ្ទាល់ខ្លួនរបស់បងតាហើយអូនធ្វើការតាមបែបធម្មតាក៏បានដែរមិនបាច់ខំដល់ថ្នាក់នេះទេបងឃើញបែបនេះហើយបងមិនសប្បាយចិត្តទេណាអូនមិនបាច់ខំពេកក៏បងមិនថាអីដែរបានទេឈប់មករំខានខ្ញុំទៀតទេលោកចង់តែធ្វើស្អីក៏ទៅធ្វើទេខ្ញុំត្រូវការធ្វើការងាររបស់ខ្ញុំនេះគេដេញប្រូចចង់ឲ្យលួងមិនបានចង់ឲ្យទៅទេហើយមើលចាស់លោកឯងនេះបែរជាចេញទៅមែនទេប្រុសស្អីមិនចេះស្វីតដូចគេសោះគួរឲ្យស្អប់ណាស់ប្រពន្ធសំឡាញ់កុំងល់នឹងបងអីណានេះណាបងទៅម្បាញ់មិញបងទៅទិញកាហ្វេមកឲ្យអូនញ៉ាំនឹងណាបងទិញឲ្យអូនជាពិសេសណែឈប់ខឹងនឹងបងទៅណាមកញ៉ាំកាហ្វេជាមួយគ្នាទៅប្រពន្ធសំឡាញ់ញ៉ាំកាហ្វេឲ្យតិចចិននេះបងកំពុងតែថាខ្ញុំចិត្តក្តៅមែនទេកំពុងតែថាឲ្យខ្ញុំជាមនុស្សឆើឆាវមែនទេអត់ទេបងមិននឹងអាចថាឲ្យអូនបែបនេះទេនេះបងញញឹមដាក់អូនបែបនេះបងចង់ឌឺអូនមែនទេមានឯណាបងមិនហ៊ានឌឺដាក់អូនទៅនេះលោកធ្វើស្អីឈ្គួររបស់លោកហ្នឹងគឺបងថាប្រពន្ធបងខុសដែរមែនទេប្រុសឈួនមកញ៉ាំកាហ្វេជាមួយបងទេអូនមិនញ៉ាំទេអូឬក៏អូនចង់ឲ្យប្តីម្នាក់នេះថាបអូនអត់ទេអញ្ចឹងអូនញ៉ាំកាហ្វេកំដរបងទៅផាក់ក៏បានញ៉ាំទេមិនធម្មតាទេដែលអ្នកនាងចេញខ្ញុំមកយ៉ាងនេះនោះមិនពិសេសយ៉ាងម៉េចទេបើរឿងធំយ៉ាងនេះទៅហើយនោះនៅស្ងៀមមិនបានទេត្រូវតែធ្វើអ្វីម្យ៉ាងហើយគិតយ៉ាងម៉េចទៅទើបល្អរឿងវាមិនពិបាកដោះស្រាយនោះទេនេះបើសិនជាពួកយើងរួមដៃគ្នាកំចាត់នាងស្រីថោកទាប 1000 ជាតិនោះពេលនេះវាបានយកគ្រប់យ៉ាងអស់ហើយពួកយើងគ្មានអ្វីដែលនៅសេសសល់ទៀតទេតែខ្ញុំមិនព្រមចោះចាញ់ជាដាច់ខាតតែត្រូវធ្វើយ៉ាងណាដើម្បីធ្វើឲ្យឈ្នះតាមបែបផ្សេងឲ្យបានវាចង់ឈ្នះយើងហើយវាយកចិត្តបង្និលបានហើយតែខ្ញុំត្រឹមមើលមិនបាននោះទេចង់បានផែនការតាមបែបណាទេ
រឿងនោះនាងចាំបានទេពួកយើងទាំងពីរអ្នកណាបាននិយាយអីខ្លះកាលពីមុននោះបេះដូងហ៊ានដាក់ទុនវិនិយោគមួយជីវិតកូនយើងស្គមទៅអត់សូវមានកម្លាំងហើយនៅមិនព្រមញ៉ាំបាយទៀតចុះអូនមិនក៏មិនយកអាប៉េទីនវីតាមីន A ឲ្យកូនយើងញ៉ាំអាប៉េទីនវីតាមីន A មិនគ្រាន់តែត្រជាក់ចាស់ Orchidea Development Life is exclusively beautiful នេះគឺជា Ovocano របស់ខ្ញុំអ្នកអាចរកទិញ Ovaltine Ovocano បាននៅតាមតូបដែលនៅជិតអ្នកយកល្អបំផុតយកស្គមដោះអ្នករត់ពេលញ៉ាំអាហារអូខ្ញុំចាប់បានហើយតែរឿងនេះវាហាក់ដូចជាគ្មានប្រសិទ្ធភាពសោះមិនងាយនោះទេដែលចូលទៅចិត្តលោកនិលដើម្បីបានការតេទៀងពីគេនោះខ្ញុំធ្លាប់បានសាឡបងម្ដងរួចមកហើយវាមិនងាយនឹងយកបានដូចអ្វីដែលយើងគិតនោះទេរឿងនេះហើយដែលខ្ញុំចង់ឲ្យពួកយើងបដូរទិសដៅម្ដងពេលនេះនាងស្រស់ហើយនឹងបងនិលពួកគេកំពុងរស់នៅជាមួយគ្នាយ៉ាងមានក្តីសុខណាស់ទោះបីជាយើងចង់បំបែកពួកគេក៏មិនងាយនឹងបានដូចមុនដែរនាងគិតថាយើងនឹងរកវិធីប្រើយុទ្ធសាស្ត្រដើម្បីតែប្តីគេទៀតអញ្ចឹងហ៎បុរាណពេកហើយគេមិនព្រមនឹងបែកគ្នាឡើយឆ្លងកាត់រឿងជួយចត់ជាមួយនឹងគ្នាបែបនេះគេមិនងាយនឹងបែកចិត្តពីនាងឡើយអញ្ចឹងហើយយើងគិតថាយើងចង់ឲ្យពួកគេនោះរស់នៅមិនបានសុខណាធ្វើយ៉ាងម៉េចតែអញ្ចឹងនាងគ្រាន់តែមកចូលរួមដៃគ្នាសហការក្នុងរឿងនេះទៅបានហើយបើពួកយើងខំប្រឹងបន្តិចនោះពួកគេច្បាស់ជាមិនអាចបន្តនៅរួមរស់ជាមួយគ្នាបានទៀតទេធ្វើយ៉ាងណាឲ្យនាងស្រស់ដើរចេញពីជីវិតរបស់បងនិលដោយខ្លួនឯងនាងគ្មានសិទ្ធិបានសុខជាងយើងដាច់ខាតអ្នកណាគេហ្នឹងតែមករកស្អីទាំងពេលនេះហ្នឹងអាឡូអ្នកណាគេហ្នឹងអាឡូចាំខ្ញុំបានទេនាងគឺពួកខ្ញុំណានាងថ្ងៃនេះទំនេរណាបានជិះចេញមកក្រៅតាលីអញ្ចឹងនេះពួកអញចង់បានស្អីណែឈប់សិនណែចាប់សិនចង់រត់នេះតើពួកឯងចង់បានស្អីហ៎ចង់បានអីមែនទេខ្ញុំបានប្រាប់នាងហើយតាថាមានរឿងអីកើតឡើងហេតុអីបានជានាងមិនព្រមឲ្យលុយពួកយើងកុំគិតចង់រត់អសោះពេលនេះពួកយើងនៅពីក្រៅខ្នើរបស់នាងហើយទោះបីជាមានស្លាប់ហោះក៏មិនអាចហោះបានដែរវើយធ្វើយ៉ាងម៉េចទៅពេលនេះវីវហើយពួកអាចចង្រៃអស់នេះចង់បោះក្បាស់ខំយើងផងហ៎ធ្វើមិនដឹងចង់ទៅចង់ណាចង់រត់ឡើងយើងភ្លាមណាពួកអាចកម្រួលអញចង់បានស្អីហ្នឹងឡើងយើងតែពួកអាចកម្រួលឡើងយើងពួកយើងបាននិយាយគ្នារួចហើយមែនទេខ្ញុំនិយាយជាមួយនាងតាមស្រួលហេតុអីកូននាងមិនព្រមស្ដាប់ពេលនេះនាងចង់ឲ្យពួកយើងប្រើធေါ်ក្តៅហើយឡើងយើងពួកអត់ថោកទៀតពួកអាចកំពុងវិញបាំងកាលពីមុនណាបើយើងមិនប្រើពួកអញឲ្យធ្វើការងារនេះទេស្មានតែពួកអញមានបាយស៊ីហ៎ចុះនាងមានធ្វើតាមការសន្យារបស់នាងមកលើពួកខ្ញុំទេប្រើឆ្កែមិនឲ្យឆ្កែស៊ីបាយអញ្ចឹងមានតែហែកសាច់ម្ចាស់ស៊ីហើយព្រោះថាពួកឯងនេះធ្វើការឲ្យយើងមិនបានសម្រេចសំបីតែម្ដងរឿងគ្រប់យ៉ាងសុទ្ធតែអត់ប្រយោជន៍
មុនពេលពួកឯងធ្វើការនេះយើងបានឲ្យលុយទៅពួកឯងមួយចំនួនដែរចាំមិនក៏ពួកឯងមិនព្រមនឹកឃើញផងបាត់មកទៅស្រីគំនូកុំមកនិយាយច្រើនពួកយើងលែងអត់ទ្រាំជាមួយនេះទៀតហើយលទ្ធផលធ្វើឲ្យយើងខឹងហើយថ្ងៃនេះណាពួកយើងនឹងធ្វើអានេះស្គាល់ថាលទ្ធផលធ្វើឲ្យយើងខឹងនឹងធ្វើឲ្យខ្លួនឯងឈឺបែបណាពួកអាចឆ្កែដូចជាឯងនេះណាធ្វើបានតែទីប៉ុណ្ណោះតែពីនេះគ្មានអ្វីធ្វើបានឡើយពួកអាបាត់សង្គមពួកអាកាក់នោះចាំបានពួកឯងចាប់នាងឲ្យបានណាបងណានេះមានបញ្ហាអីបានជាយំបែបនេះបងណាជួយអូនផងណាគឺមានចៅមិនដឹងថាពួកចៅនោះមកពីណាទេពួកវាបានតែមកគម្រាមកំហែងអូនគឺពួកវានេះបានព្រួតគ្នាដេញតាមខ្ញុំហើយខ្ញុំក៏ប្រឹងរត់យ៉ាងខ្លាំងខ្ញុំពេលនឹងត្រូវពួកវាចាប់បានទៅហើយតែខ្ញុំប្រឹងតដៃជាមួយពួកវាមិនប្រយ័ត្នទៅត្រីនឹងជើងបែបនេះមុននេះគឺខាងខ្ញុំបានពិនិត្យហើយតាមពិនិត្យមើលទៅអ្នកនាងគ្មានអីដែលធ្ងន់ធ្ងរនោះទេខុសពីមនុស្សដែលគ្មានប្រយោជន៍មួយចំនួនដែលខ្លួនឯងអត់ប្រយោជន៍